ជួយខ្លួនឯងដោយខន្តីជួយអ្នកដទៃដោយមេត្តាជួយសង្គមជាតិដោយការសិក្សាជួយសាសនាដោយការបដិបត្តិនេះគឺជាដំណើរឆ្ពោះទៅរកសេចក្តីសុខនិងការអភិវឌ្ឍដ៏ឧត្តមជាបឋមសូមនមស្ការក្រាបថ្វាយបង្គំទិសដៅចំពោះគុណនៃព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់លើសលោកសូមនមស្ការចំពោះព្រះមន្ត្រីសង្ឃគ្រប់គណៈនុក្រមដោយសេចក្តីគោរពដោយចិត្តកោតក្រែងសូមនមស្ការចំពោះព្រះថេរាគ្រប់ព្រះអង្គធ្វើសមានចិត្តរាប់អានញាតិញោមស្រីប្រុសគ្រប់គ្នានៅក្នុងថ្ងៃនេះខ្ញុំគណៈអាត្មានឹងលើកឡើងអត្ថបទព្រះធម៌ជាបន្តដែលរៀបរៀងដោយព្រះភិក្ខុធម្មថេរោហឹមបន្ទឿនបន្តទៅទៀតដែលលោកម្ចាស់គ្រូបានលើកឡើងថាជួយខ្លួនឯងដោយខន្តីទី1ដែលជួយខ្លួនឯងដោយខន្តីនេះគឺមុននឹងយើងខ្លាយទៅជាបង្អែកដ៏រឹងមាំសម្រាប់អ្នកដទៃក៏បុគ្គលម្នាក់នឹងត្រូវតែកសាងគ្រឹះនៃកម្លាំងចិត្តខ្លួនឯងឲ្យខ្លួនឯងនឹងមានសមត្ថភាពរឹងមាំជាមុនសិនទើបយើងអាចធ្វើជាបង្អែកសម្រាប់អ្នកដទៃបានខន្តីគឺសេចក្តីអត់ធន់នេះមិនមែននិមិត្តរូបនៃភាពទន់ជ្រាយឬក៏ការចោះចាញ់នោះទេប៉ុន្តែវាគឺជាអំណាចនៃភាពស្ងប់ស្ងាត់ដ៏មានឥទ្ធិពលទោះនៅក្នុងកលៈទេសៈដ៏លំបាកខន្តីគឺជាខែលដ៏រឹងមាំសម្រាប់ការពារផ្លូវចិត្តដ៏អស្ចារ្យមួយជួយទប់ទល់មិនឲ្យយើងសម្រេចចិត្តតាមកំហឹងដែលនាំមកនៅការខកចិត្តឬការស្ដាយក្រោយជាដើមឧបសគ្គទាំងឡាយវាប្រៀបបីដូចជាខ្យល់ព្យុះបោកបក់ផាយកន្ត្រាក់ដ៏ខ្លាំងក្លាឯចំណែកខន្តីប្រៀបដូចជាឫសកែវឈើដែលចាក់ជ្រៅយ៉ាងរឹងមាំសម្រាប់ទប់ទល់មិនឲ្យដើមឈើគឺជីវិតរបស់យើងរលំដួលទៅតាមរលកនៃអារម្មណ៍ខាងក្រៅដែលមកបក់បោកប៉ះទង្គិចជាប្រចាំរៀងរាល់ថ្ងៃខន្តីនេះវាគឺជាតបៈធម៌ដ៏ឧត្តមសម្រាប់ជួយរក្សាជំហរលំលឹងផ្លូវចិត្តឲ្យរឹងមាំដើម្បីធ្វើដំណើរឆ្ពោះទៅដល់គោលដៅដែលយើងប្រាថ្នាចង់បានទី2គឺជួយអ្នកដទៃដោយមេត្តានៅក្នុងចរន្តនៃសង្គមគ្រួសារសង្គមជាតិសង្គមសាសនាយើងម្នាក់មិនអាចរស់នៅដោយដាច់ដោយឡែកតែម្នាក់ឯងនោះទេគឺត្រូវរស់នៅអាស្រ័យគ្នាទៅវិញទៅមកមិនមែនរស់នៅតែម្នាក់ឯងនៅក្នុងโลกនេះទេការមានសេចក្តីមេត្តាគឺជាការកសាងស្ពានមាសដ៏មានតម្លៃមហិមាសម្រាប់តភ្ជាប់ទំនាក់ទំនងល្អដ៏រឹងមាំពីបេះដូងមួយទៅបេះដូងមួយបន្តជាប់គ្នាមិនឲ្យដាច់ធ្វើឲ្យកម្លាំងកោសិកាសង្គមរបស់យើងកាន់តែរឹងមាំសង្គមជាតិរីកចម្រើនគឺជាផលនៃសេចក្តីសុខរួមសម្រាប់មនុស្សច្រើនគ្នាគឺវាកើតចេញអំពីសេចក្តីមេត្តាចេះចែករំលែកនិងសេចក្តីសន្តោសការយោគយល់បង្កើតបានទៅជាបរិយាកាសដ៏រីករាយស្រស់ស្រាយត្រជាក់ត្រជុំបំផុតសម្រាប់ជីវិតរបស់យើងនៅពេលដែលយើងបានផ្ដល់ទឹកចិត្តមេត្តាគឺសេចក្តីស្រឡាញ់ពិតដល់អ្នកដទៃយើងខ្លួនឯងក៏ទទួលមកវិញនៅសេចក្តីសុខផ្លូវចិត្តស្នាមញញឹមស្រស់ថ្លាប្រកបទៅដោយភាពសុខដុមត្រជាក់ស្ងប់សុខនៅក្នុងដួងចិត្តនេះឯងមេត្តាធម៌បានជួយរំលាយនៅអរិយភាពនិងអាត្មានិយម
ហើយក៏បានបង្រៀនយើងឲ្យចេះជួយយកអាសាគ្នាដោយសច្ចៈស្មោះត្រង់ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពស្ថិរភាពដ៏រឹងមាំនៃសង្គមមនុស្សព្រះពុទ្ធដីកាព្រះអង្គសម្ដែងថាមេត្តានេះសំបីមាននៅក្នុងសន្តានចិត្តសពសត្វត្រឹមតែមួយផ្ទាត់ម្រាមដៃក៏រមែងនាំមកនៅសេចក្តីសុខដល់យើងច្រើនគ្នាដែរទី3ការស្រឡាញ់ជាតិដែលស្មោះត្រង់ឧត្តមឧត្តមបំផុតនោះគឺការអភិវឌ្ឍខ្លួនឯងមុននឹងយើងចង់ជួយសង្គមជាតិរបស់យើងចង់ឲ្យជាតិរបស់យើងមានការរីកចម្រើនមុនដំបូងដែលយើងត្រូវធ្វើនោះគឺការអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាបុគ្គលមានចំណេះដឹងនិងជំនាញសមត្ថភាពពិតៗការសិក្សាមិនមែនបញ្ចប់ត្រឹមតែការក្រសោបចង់បានតែសញ្ញាបត្រនោះទេប៉ុន្តែវាគឺជាការបណ្ដុះគ្រាប់ពូជបញ្ញាដ៏មានតម្លៃបំផុតសម្រាប់ប្រជាជាតិនីមួយៗនៅក្នុងពិភពលោករបស់យើងនេះប្រទេសជាតិមួយមានការអភិវឌ្ឍឲ្យចម្រើនរុងរឿងជឿនលឿនទៅបានអាស្រ័យទៅលើប្រជាពលរដ្ឋដែលមានការអប់រំខ្ពស់មានចំណេះវិជ្ជានិងមានជំនាញមានសមត្ថភាពប្រកបប្រជាច្បាស់លាស់ណាស់ព្រោះពុទ្ធិនៃការអប់រំនេះវាគឺជាឫសគល់ដល់ការអភិវឌ្ឍដ៏មានប្រសិទ្ធភាពបំផុតជួយឲ្យយើងមានពន្លឺបញ្ញាញាណឆ្លៀសវៃចេះរៀបចំគោលដៅយុទ្ធសាស្ត្រនិងការសិក្សាស្រាវជ្រាវវិភាគវែកញែកឲ្យឃើញនៅសច្ចភាពមានការគិតគូរប្រកបទៅដោយហេតុផលត្រឹមត្រូវច្បាស់លាស់និងចេះជួយដោះស្រាយគ្រប់បញ្ហាដែលកើតមាននៅក្នុងសង្គមរបស់យើងតាមរយៈការអនុវត្តជាក់ស្ដែងចេះច្នៃប្រឌិតនិងបច្ចេកវិទ្យាទាន់សម័យដើម្បីដឹកនាំនាវាសង្គមជាតិទៅកាន់ត្រើយគឺសុខសន្តិភាពនិងការរីកចម្រើនសុភមង្គលដូច្នេះហើយបានអ្នកប្រាជ្ញចាស់ទុំរបស់យើងតែងតែដាស់តឿនកូនចៅរឿយៗថាបើខ្វះគំនិតងងឹតលួសមរណាបើខ្វះការសិក្សាល្ងងលួសថ្ងៃខ្សែទី4ជួយសាសនាដោយការបដិបត្តិសាសនាទោះបីជាល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏អាចរលាយបាត់បង់ទៅវិញបានដែរប្រសិនបើយើងគ្មានយកចិត្តទុកដាក់គោរពសិក្សារៀនសូត្រនិងគោរពអនុវត្តប្រតិបត្តិត្រឹមត្រូវល្អទៅតាមខ្លឹមសារនៃព្រះធម៌ឲ្យបានច្បាស់លាស់ទេការគោរពសាសនាដែលមានគុណតម្លៃល្អខ្ពង់ខ្ពស់បំផុតនោះវាមិនមែនស្ថិតទៅលើការចេះនិយាយធម៌ច្រើនឬចេះសាសនវិធីច្រើនហើយខំប្រឹងបន់ស្រន់បួងសួងសែនព្រេងអង្វរកសូមពរសូមជ័យសូមលៀបសក្ការៈយុសៈនោះឡើយប៉ុន្តែសារៈសំខាន់បំផុតគឺនៅត្រង់សិក្សាបរិយ័តនិងការបដិបត្តិឲ្យយល់ដឹងត្រឹមត្រូវល្អអស់ទៅនៃអវិជ្ជាភាពល្ងងខ្លៅដែលជាសត្រូវដ៏ធំបំផុតនៅក្នុងចិត្តរបស់យើងគ្រប់គ្នាទាំងញាតិញោមទាំងខ្ញុំកណាអាត្មាហើយយើងរៀនផ្លាស់ប្ដូរពីអកុសលបែរមកប្ដូររស់នៅជាមួយនឹងកុសលតាមគន្លងព្រះធម៌វិន័យនៃការសាងអំពើល្អតាមកាយវាចាចិត្តគឺជាការកំពុងលើកដង្កើងនៅសាសនាឲ្យមានតម្លៃខ្ពង់ខ្ពស់វិសេសវិសាលនៅពេលដែលមនុស្សគ្រប់គ្នាម្នាក់បានឲ្យតម្លៃទៅលើគុណធម៌នេះឯងរមែងធ្វើខ្លួនមានសិលធម៌សុជីវធម៌ចរិយាធម៌ថ្លៃថ្នូរសាសនាក៏មានគុណតម្លៃពន្លឺនៃសច្ចធម៌កាន់តែរុងរឿងអស្ចារ្យធ្វើឲ្យព្រះសទ្ធមតាំងនៅរឹងមាំថិតថេរអស់កាលយូរអង្វែងដូច្នេះសូមឲ្យយើងទាំងអស់គ្នា
ញាតិញោមទាំងអស់គ្នានេះក្លាយទៅជាពុទ្ធបរិស័ទមិនមែនត្រឹមតែមានសទ្ធាទេគឺត្រូវចេះគោរពសាសនាប៉ុណ្ណោះជាពុទ្ធបរិស័ទឆ្លៀសចេះសិក្សារៀនសូត្រនៅព្រះធម៌គោរពបរិបត្តិព្រះធម៌ចេះហ៊ានការពារពុទ្ធសាសនាឲ្យគង់វង្សទៀតផងសូមអនុមោទនា